ជំរាបសួរបងប្អូនទាំងអស់គ្នាមកមហូបរបស់នាងខ្ញុំថ្ងៃនេះគឺបានត្រីដុតអប់ជាមួយនឹងទឹកអំពៅនិយាយទៅពីថាចំហួយផ្សែងឈ្ងុយមកគឺគួរឲ្យចង់ញ៉ាំខ្លាំងមែនតើដោយសារថាมันមានក្លិនឆ្អាបហើយបើនិយាយពីសាច់ត្រីវិញគឺថាឡើងជាតិឆ្ងាញ់ខ្លាំងហើយបងប្អូនប្រកាសជាឆ្ងល់ហើយថាហេតុអីក៏មុខមហូបរបស់នាងខ្ញុំចេញមកគឺមានតែឯងភាគច្រើនណាចានេះគឺជាគំនិតរិះរកមុខមហូបថ្មីដើម្បីចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាថ្មីហើយឆ្ងាញ់ទៀតចាបើសិនបើជានាងខ្ញុំបានឆ្ងាញ់ក៏នាងខ្ញុំចែករំលែកទៅកាន់បងប្អូនឥឡូវនេះក៏សូមបងប្អូនតាមដានមើលពីគ្រឿងផ្សំក៏ដូចជារបៀបចម្អិនជាមួយនឹងនាងខ្ញុំចំពោះគ្រឿងផ្សំសម្រាប់យកមកធ្វើត្រីដុតអប់ជាមួយនឹងទឹកអំពៅគ្រឿងផ្សំសម្រាប់កាត់ចង្អាមនោះក៏មានជាមួយនឹងគល់ស្លឹកគ្រៃរំដេងទឹកគូសោយខ្ញីខ្ទឹមសខ្ទឹមក្រហមដើមជីវ៉ាន់ស៊ុយហើយក៏មានជាមួយនឹងម្ទេសក្រហមបន្តិចឥឡូវនេះក៏នាងខ្ញុំយកគ្រឿងផ្សំឈ្ងុយនេះមកបុកឲ្យបានម៉ត់បន្ទាប់ពីបានបុកគ្រឿងផ្សំឈ្ងុយមកល្អហើយក៏នាងខ្ញុំបន្ថែមគ្រឿងផ្សំរសជាតិមានដូចជាទឹកម្ទេសទឹកប្រេងខ្យងទឹកស្អៀវហើយក៏មានបន្ថែមជាមួយនឹងម្សៅស៊ុបប៊ីចេងហើយនឹងម្រេចម៉ត់ចាបងប្អូនកុំភ្លេចស្នៀតដាក់ស្ករដោយសារថាថ្ងៃនេះគឺយើងដុតត្រីដាក់ជាមួយនឹងទឹកអំពៅអញ្ចឹងក៏ត្រូវតែជៀសវាងស្ករឲ្យឆ្ងាយចាខ្លាចច្រឡំដៃឥឡូវនេះបន្ទាប់ពីបានធ្វើសោសសម្រាប់ស្រូបដុតជាមួយនឹងត្រីរួចរាល់ហើយក៏មកតម្រៀបត្រីដាក់ចូលទៅក្នុងឆ្នាំងបន្ទាប់ពីតម្រៀបត្រីដាក់ចូលទៅក្នុងឆ្នាំងរួចរាល់ហើយក៏យកទឹកសោសដែលយើងបានលាយនឹងយកមកស្រោចពីលើត្រីបន្ទាប់ពីស្រោចទឹកសោសរួចរាល់ហើយក៏លើកឆ្នាំងនឹងដាក់ទៅលើចង្ក្រានហើយថ្ងៃនេះក៏សូមមានការខុសឆ្គងចាខុសឆ្គងបែបម៉េចខុសឆ្គងត្រង់ថាពាក្យចាស់លោកពោលថាឆ្នាំងណាក្របនឹងក៏ប៉ុន្តែថ្ងៃនេះគឺឆ្នាំងខុសគម្របហើយចាដោយសារថាត្រីយើងធំបើសិនជាក្របគម្របឆ្នាំងនឹងគឺទល់ចាបិទអត់ចិត្តណាអញ្ចឹងក៏សូមយកគម្របផ្សេងមកបិទចាក៏ប៉ុន្តែត្រីនៅតែឆ្អិនល្អដោយសារថាគម្របដែលនាងខ្ញុំយកមកបិទក្របពីលើនេះគឺចិត្តល្អបន្ទាប់ពីបានដាក់ដុតត្រីរួចរាល់ហើយនោះក៏នាងខ្ញុំបានធ្វើទឹកជ្រលក់អង្ករលីងហើយចំពោះគ្រឿងផ្សំសម្រាប់ធ្វើទឹកជ្រលក់អង្ករលីងក៏មានជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហើយក៏នាងខ្ញុំចិញ្ច្រាំគល់ស្លឹកគ្រៃឲ្យបានម៉ត់ដាក់ចូលជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហើយក៏មានបន្ថែមជាមួយនឹងម្សៅម្ទេសកូរ៉េទឹកត្រីទឹកក្រូចឆ្មាហើយក៏មានជាមួយនឹងម្សៅស៊ុបប៊ីចេងហើយនិងស្ករត្នោតដាក់គ្រឿងផ្សំកូរច្របល់ចូលគ្នាព្រោះរសជាតិជូរប្រៃផ្អែមហើយក៏ជាចុងក្រោយក៏បន្ថែមជាមួយនឹងជីចាមានជីរណាហើយនិងជីវ៉ាន់ស៊ុយបន្ទាប់ពីនាងខ្ញុំធ្វើទឹកជ្រលក់រួចរាល់ហើយត្រីក៏ឆ្អិនល្មមចំពោះមុខម្ហូបត្រីដុតជាមួយនឹងទឹកអំពៅនេះបើសិនមកជាបងប្អូនយកត្រីប្រភេទណាយកមកធ្វើក៏បានដែរឲ្យតែថាបងប្អូនចំណង់ចំណូលចិត្តញ៉ាំត្រីអីគឺយកត្រីនឹងមកធ្វើទៅចាគឺទៅតាមចំណង់ចំណូលចិត្តមិនកំណត់ថាតតែត្រីនេះត្រីនោះអីទេចានិយាយទៅបើសិនជាបានប្រភេទត្រីធំគឺកាន់តែឆ្ងាញ់តែម្ដងហើយចំពោះសាច់ត្រីដុតអប់ជាមួយនឹងទឹកអំពៅនេះវិញបងប្អូនគឺមានក្លិនឈ្ងុយមិនមានក្លិនឆ្អាបទេដោយសារថាយើងប្រើគ្រឿងផ្សំកាត់ចង្អាមនោះចាមានដូចជាខ្ញីគល់ស្លឹកគ្រៃខ្ទឹមសខ្ទឹមក្រហមរំដេងហើយនិងត្រីគូសោចដាក់គ្រឿងផ្សំឈ្ងុយចូលទៅគឺថាឈ្នះអស់ជាតិឆ្អាបតែម្ដង